ក្មេងទំនើង10នាក់និងម៉ូតូ10គ្រឿងត្រូវអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបយកម្ចាស់ទៅប្រមាននឹងអប់រំពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេសនិងបង្ហោះម៉ូតូលើផ្លូវសាធារណៈនៅយប់ថ្ងៃទី5ឈានចូលថ្ងៃទី6ខែមេសាឆ្នាំ2026កម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វាបានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើងដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូនិងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេសបើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់បង្កឲ្យមានការភ័យខ្លាចនិងមានសម្លេងរំខានដល់ប្រជាពលរដ្ឋនៅចំណុចផ្លូវបេតុងភូមិព្រែកតារ៉ាត់សង្កាត់ព្រែកតាសែកខណ្ឌជ្រោយចង្វារាជធានីភ្នំពេញនិងបានឃាត់ខ្លួនក្មេងទំនើង10នាក់និងដកហូតម៉ូតូ10គ្រឿងបញ្ជូនទៅមូលដ្ឋានខណ្ឌដើម្បីចាត់ការបន្តក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វាបានរកឃើញថាក្នុងចំណោមក្មេងទំនើងទាំង10នាក់និងម៉ូតូ10គ្រឿងមានក្មេងទំនើង7នាក់និងម៉ូតូ7គ្រឿងពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេសត្រូវប្រមាននឹងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេសបង្កការរំខានដល់សាធារណជនតទៅទៀតចំណែកម៉ូតូបានដកហូតរក្សាទុកជាបណ្ដោះអាសន្នរយៈពេល1ខែនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយឡែកក្មេងទំនើង3នាក់ដែលពាក់ព័ន្ធនឹងការបង្ហោះម៉ូតូត្រូវបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការអប់រំណែនាំដាក់ពិន័យនិងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សាបំផ្លាញទ្រព្យសម្បត្តិនិងកិត្តិយសគ្រួសារបង្កការភ័យខ្លាចដល់អ្នកជុំវិញក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គមរីឯម៉ូតូចំនួន3គ្រឿងត្រូវរក្សាទុករយៈពេល3ខែតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើងត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរ៉ឹងបំផុតទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈត្រូវឃាត់ម៉ូតូរក្សាទុករយៈពេល3ខែចំពោះការប្រព្រឹត្តលើកទី1និង6ខែប្រសិនបើមិនរាងចាលនៅតែប្រព្រឹត្តលើកទី2បន្តទៀត